nhưngអានសភៅពីការអានមុខហ្នឹងធ្វើឲ្យខ្ញុំជក់ដែរដោយសារតែខ្ញុំចង់ដឹងរឿងពាក់ព័ន្ធនឹងការអានមុខរបស់ចិនបុរាណគេធ្វើមិនចឹងចឹងទៅបានខ្ញុំនិយាយជាវីដេអូឲ្យបងប្អូនស្ដាប់មករៀនខ្លួនឯងបណ្ដាប្រាប់បងប្អូនបណ្ដាពីចំណុចសំខាន់ដោយសារខ្ញុំចេះភាសាខ្លះខ្ញុំប្រើការបកប្រែខ្លះទៅធ្វើឲ្យខ្ញុំយល់ដឹងថាខ្ញុំរៀនត្រូវទៅមិនចឹងសម័យចិនពីដើមគាត់យកក្បួនការមើលមុខហ្នឹងគឺជាត្រូវវិស័យដោយសារតែមានអ្នកវិភាគលើមុខហ្នឹងជាទីប្រឹក្សារបស់អធិរាជយើងហៅចំនួនហ្នឹងថាស្ដេចចឹងអធិរាជឬក៏ស្ដេចហ្នឹងគាត់នៅពេលដែលគាត់ទៅណាគាត់ទៅចរចាផ្ដល់យោបល់យុទ្ធសាស្ត្រឬក៏ទៅចរចាជាមួយនឹងគូប្រកួតប្រជែងឬក៏ជាមួយអ្នកណាមួយក៏តែងតែយកទីប្រឹក្សាដែលចេះអានមុខហ្នឹងទៅជាមួយគាត់ពួកអីពេលដែលយកទីប្រឹក្សាហ្នឹងទៅហើយទីប្រឹក្សាហ្នឹងគាត់ឃើញមុខអ្នកដែលត្រូវចរចាហ្នឹងគាត់នឹងវិភាគទៅលើមុខអ្នកហ្នឹងហើយគាត់ឲ្យលក្ខណៈលម្អិតទៅផ្ដល់ប្រឹក្សាឲ្យស្ដេចហ្នឹងដើម្បីឲ្យស្ដេចហ្នឹងមានការប្រុងប្រយ័ត្នថាបុគ្គលលក្ខណៈគាត់ហ្នឹងអាចជាមនុស្សបែបណាជួយចិត្តនិយាយតិចជួយចិត្តនិយាយច្រើនជួយចិត្តមិនការគិតរបស់បុគ្គលហ្នឹងមិនអញ្ចឹងគឺគាត់ងាកមកគិតថាគួរនិយាយប៉ុណ្ណាអត់គួរប៉ុណ្ណាហើយត្រូវផ្ដល់យោបល់មិនអញ្ចឹងជាការប្រុងប្រយ័ត្នពួកអីការចរចាផ្លូវការមួយចំនួនគេប្រយ័ត្នដែរបងប្អូនហើយក្នុងពេលដែលគាត់ជួបភ្ញៀវបរទេសឬក៏អិសរាជជនមកដល់ព្រះរាជវាំងហ្នឹងអ្នកយុទ្ធសាស្ត្ររបស់ព្រះអង្គនឹងប្រើជំនាញការបកប្រែមុខហ្នឹងការអានមុខហ្នឹងរបស់ខ្លួនដើម្បីវាតម្លៃលក្ខណៈរបស់បុគ្គលនោះភ្លាមហើយផ្ដល់ព័ត៌មានយល់ដឹងនិងចំណេះដឹងលម្អិតអំពីបុគ្គលនោះដល់ព្រះចៅអធិរាជនេះអាចជួយឲ្យព្រះចៅអធិរាជសម្រេចចិត្តថាតើគួរនិយាយឬមិនគួរនិយាយអ្វីទៅកាន់បុគ្គលនោះឃើញមានភាពសំខាន់ចឹងឯងបងប្អូន